សូមជម្រាបសួរប្រិយមិត្តទាំងអស់នៅក្នុងបណ្ដាសង្គម YouTube ទាំងមូលជាទីគោរពអញ្ចឹងថ្ងៃនេះខ្ញុំបាទបែកបងប្អូនមួយរយៈធំដោយសារបេសកកម្មការងារពេលវេលាមិនគ្រប់គ្រាន់សម្រាប់មកជួបពុកម៉ែបងប្អូនអញ្ចឹងនេះខ្ញុំបាទបានវិលត្រឡប់មកវិញហើយដើម្បីជួបបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ទាំងមូលវិញអញ្ចឹងខ្ញុំបានមានការនឹករលឹកទៅដល់បងប្អូនទាំងអស់ដែលធ្លាប់តែទស្សនាវីដេអូរបស់ខ្ញុំហើយមួយរយៈនេះខ្ញុំបានបាត់មុខឈឹងពីក្នុងបណ្ដាញសង្គមទាំងមូលក៏ដូចជាវីដេអូខានផុសអញ្ចឹងសូមផ្ញើការនឹករលឹកនេះទៅដល់បងប្អូនដែលកំពុងតែទស្សនាគ្រប់ទីមជ្ឈដ្ឋានទាំងអស់ដែលបានទស្សនាហើយខ្ញុំបាទសូមលើកគិរវកិច្ចគោរពនឹករលឹកជាទីស្រឡាញ់ហើយមិនភ្លេចទេបងប្អូនតាក់ទងជាមួយនឹងវីដេអូការចិញ្ចឹមសត្វលក្ខណៈគ្រួសារជាលក្ខណៈឧស្សាហកម្មអីមិនភ្លេចទេបងប្អូននៅតែនឹករលឹកប៉ុន្តែដោយសារពេលវេលាមិនសមស្របពេលវេលាមិនស័ក្តិសមក៏មិនមានវីដេអូមិនបានផលិតវីដេអូសម្រាប់ទៅដល់បច្ចេកជូនពុកម៉ែបងប្អូនយើងទស្សនាអញ្ចឹងចាប់ពីពេលនេះទៅខ្ញុំបាទនឹងព្យាយាមយកវីដេអូដែលខ្ញុំបាទថតសកម្មភាពការចិញ្ចឹមគោជាលក្ខណៈគ្រួសារជាលក្ខណៈឯកជនឬក៏តាមឧស្សាហកម្មបកដៅឧស្សាហកម្មយើងបងប្អូនអញ្ចឹងដូចជាវីដេអូនេះជាដើមនឹងគឺវីដេអូដែលបង្ហាញអំពីការចិញ្ចឹមគោនៅរដូវប្រាំងជាលក្ខណៈបកដៅឧស្សាហកម្មអញ្ចឹងយើងថាគោអានេះគឺជាប្រភេទគោដែលមានផែនល្អដោយសារតែការសម្រិតសម្រាំងនៃការរើសពូជបានល្អក៏ដូចជាការថែទាំដែលបានល្អហើយក្នុងវីដេអូនេះក៏មានការចិញ្ចឹមជៀមជាលក្ខណៈបកណ្ដាលឧស្សាហកម្មដែរអញ្ចឹងប្រិយមិត្តប្រកាសជាឆ្ងល់ថាតើការចិញ្ចឹមនៅរដូវនេះយើងបានចំណីមកពីណាមកឲ្យស៊ីប៉ុន្តែអ្វីដែលជាពិសេសនោះដើម្បីចិញ្ចឹមសត្វបានដើម្បីបានលទ្ធផលល្អក្នុងការចិញ្ចឹមសត្វយើងត្រូវត្រៀមលក្ខណៈជាច្រើនយ៉ាងទី1ពូជកតាពូជក៏ជារឿងសំខាន់ទី2គឺចំណីការផ្ដល់ចំណីរបៀបនៃការថែទាំប្រភេទសត្វដឹងពីការថែទាំដឹងរបៀបការយកចិត្តទុកដាក់នៃការធ្វើវ៉ាក់សាំងការព្យាបាលក៏ដូចជាអ្វីដែលតេតិនជាមួយនឹងសត្វអញ្ចឹងដូចវីដេអូនេះខ្ញុំបាទនិយាយលេងសើចជាមួយបងប្អូនសិនវីដេអូបន្តខ្ញុំបាទនឹងដាក់ក៏ដូចជាដាក់អត្ថន័យបន្ថែមគន្លឹះសំខាន់នៃការចិញ្ចឹមសត្វការតាមដានសត្វនិងមានអ្វីប្លែកទៀតសម្រាប់ចែកជូនអ៊ំប្រុសអ៊ំស្រីបងប្រុសបងស្រីឬក៏ប្រិយមិត្តទាំងអស់ដែលកំពុងតែទស្សនាវីដេអូជាមួយខ្ញុំបាទទាំងអស់នេះ